បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះយើងជួបគ្នាសាជាថ្មីទៀតហើយបងប្អូនណានៅថ្ងៃនេះគឺខ្ញុំយករឿងមួយដែលជារឿងរបស់ខាងអ៊ុំស្រីគាត់បានចែករំលែកគាត់ថាកូនស្រីរបស់គាត់ហ្នឹងការរយៈពេលជាង 3-4 ឆ្នាំអត់មានកូនទេអត់មានកូនអញ្ចឹងប្តីនឹងខឹងកន្លែងកូនគាត់នឹងចោលទៅដោយសារជីវភាពគ្រួសារគាត់ហ្នឹងក៏វាខ្វះខាតតិចដែរអញ្ចឹងហើយឲ្យកូនស្រីរបស់គាត់ឡើងមកធ្វើការងារពេញធ្វើការងាររោងចក្រកាត់ដេរវិជ្ជាភ័ណ្ឌក៏ឡើងមកទៀតមកក៏បានត្រឡប់ទៅស្រុកវិញដោយសារតែកូនស្រីរបស់គាត់ហ្នឹងគឺគេត្រូវជំរុះណាអញ្ចឹងហើយគាត់ក៏បានត្រឡប់ទៅស្រុកវិញត្រឡប់ទៅស្រុកហ្នឹងពេលហ្នឹងក៏ឃើញបាទលោកតាហ្នឹងគាត់សារចូលផ្ទះគាត់ពេកបាទលោកតាហ្នឹងអាយុវ័យជាង70ឆ្នាំជាងហ្នឹងឃើញគាត់ទៅតំណងដែរលោកតាហ្នឹងក៏គាត់មើលទៅក៏ផ្អៀងផ្អងជាមួយនឹងកូនស្រីរបស់គាត់ដែរអញ្ចឹងហើយថ្ងៃហ្នឹងក៏ហៅកូនស្រីគាត់មកនិយាយនេះបងប្អូនណានេះរបស់គាត់បាទក៏ហៅកូនស្រីគាត់មកនិយាយរឿងថាក៏ដែរចង់បានប្តីទៀតអត់ហ្នឹងណាតោះឥឡូវយើងទៅស្ដាប់រឿងទាំងអស់គ្នាហ្មងទៅរឿងមួយនេះគឺខ្ញុំទទួលបាទមកពីអ៊ុំស្រីម្នាក់ដែលគាត់ហ្នឹងគឺជាស្ត្រីមេម៉ាយកូនមួយប្តីគាត់បានស្លាប់ចោលយូរហើយគាត់រស់នៅជាមួយតែកូនស្រីហើយកូនស្រីគាត់មានតែម្នាក់ទេក្រោយឡើងមកទៀតមកកូនស្រីគាត់ហ្នឹងក៏បានបាទស្រឡាញ់គ្នាជាមួយនឹងបរិសម្នាក់ដែលនៅក្នុងស្រុកភូមិរបស់គាត់ហ្នឹងស្រឡាញ់គ្នាសុកហ្នឹងគាត់ហ្នឹងក៏បានបាទរៀបចំសំគុំវាទៅដោយសារតែបើស្រឡាញ់គ្នាវានៅជាមួយគ្នាទៅហើយបើសិនជាអត់ព្រមបាទសំគុំវាទេព្រោះឯខាងសេរីខ្សែគាត់ហ្នឹងគឺគេហៅថាមេបាកាច់ណាបាទមេបាកាច់ណាតែមិនស្រួលរត់កាច់ឲ្យកញ្ញងដៃកញ្ញងជើងអាខ្លះទៀតហ្នឹងកំពុងជួអាចកាច់ហើយទាំងជួអាចទៅទៀតអញ្ចឹងហើយគាត់ថាគ្រួសាររបស់គាត់មិនបានទេអាប៉ៅហើយគ្រួសាររបស់គាត់ណាអត់ចេះលេងសើចអីជាមួយគេតែប្តីតែប្រាស់ទេមិនស្រួលកាច់ឯងកញ្ញងដៃកញ្ញងជើងអញ្ចឹងហើយគាត់មិនចង់ឲ្យកូនគាត់ហ្នឹងគឺគិតខុសគាត់ក៏បានបាទរៀបចំសំគុំថាកូនណាកូនឯងគិតគូរៀបចំសំគុំមកពេលហ្នឹងក៏ផ្សំគុំកូនគាត់ហ្នឹងឲ្យទៅខាងបរិសម្នាក់ដែលនៅស្រុកភូមិរបស់គាត់ហ្នឹងបរិសម្នាក់ហ្នឹងក៏គ្នាគ្មានដែរហើយគាត់ក៏កាន់តែអត់ទៅទៀតដូច្នេះហើយក៏បានរៀបចំឲ្យកូនគាត់ហ្នឹងទៅហើយរៀបចំឲ្យកូនគាត់គឺកូនគាត់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្នាអត់មានទៅនៅផ្ទះខាងប្តីទេផ្ទះខាងប្តីកូនច្រើនណាស់បងប្អូនអើយ6-7នាក់ឯណោះអញ្ចឹងហើយសុទ្ធតែប្រុសអញ្ចឹងនៅចុះអត់ចុះគេទេគាត់ថាឲ្យកូនស្រីគាត់ទៅហ្នឹងគឺទៅដូចបំរើគេអញ្ចឹងទៅដាំបាយបោកគូអាវខោប្រុសប្រហែលអ្នកហ្នឹងគឺកូនគាត់ទាំងអស់អញ្ចឹងហើយគាត់ក៏មិនចង់ឲ្យកូនគាត់ទៅនៅផ្ទះខាងប្តីដែរមិនសួរគេប្រើគាត់ហ្នឹងឲ្យទៅបោកអាវបោកអីយ៉ាងទៅភាពជាម្ដាយអាណិតកូនដែរអត់ចង់ឲ្យកូនទៅទេនៅពេលក្រោយឡើងមកទៀតមកការកូនបាទយូរខែយូរឆ្នាំហើយអត់មានកូនទេអញ្ចឹងហើយគាត់ក៏លួចសួរកូនស្រីរបស់គាត់ក៏ថាមើលកស្រីហើយសួរកូនឯងតិចមើលកូនឯងការហើយអត់ចង់យកកូនទេហីមិនក៏អត់ចង់យកកូនទេកូនពេលហ្នឹងកស្រីគាត់ថាម៉ែខ្ញុំចង់យកកូនដែរតែវាអត់មានកូនទេដល់ពេលអញ្ចឹងទៅគាត់ថាមកពីប្តីហើយអត់ដឹងហីហ៎ហើយសួរប្តីហើយមើលប្តីហើយប្រហែលជាប្តីហើយអត់មិនស្រួលអញគិតតាមត្រង់ទៅអញថាប្តីហើយដូចជាមេគោដែរដូចឈ្មោលគោដែរមិនស្រួលកូននឹងអានបើកូនឯងជឿ100ទៅ100ម៉ែហ្នឹងប្រាប់ណាក៏ទៅនៅមួយអូហើយភ្លាមបានក្បាលហើយណាហើយមិនស្រួលអាហ្នឹងអត់ទេអាហ្នឹងអត់ទេគាត់ថាណាអាហ្នឹងអត់ទេឥឡូវកូនឯងសាកមកមួយឆ្នាំទៀតមើលបើមួយឆ្នាំទៀតមិនមានទេកូនឯងមើលរកវិធីសាស្ត្រផ្សេងអញ្ចឹងទៅដល់ទៅពេលអញ្ចឹងទៅគាត់ក៏នៅជាងមួយឆ្នាំទៀតមួយឆ្នាំហ្នឹងកូនប្រសារបស់គាត់ខំប្រឹងប្រែងណាបងប្អូនហើយបាទខំប្រឹងប្រែងគ្រឿងអីមិនមែនប្រឹងប្រែងដោយសារតែរស់ស៊ីចិញ្ចឹមគាត់ទេប្រឹងប្រែងបូមពីផ្ទះគាត់ទៅដាក់ផ្ទះខ្លួនឯងវិញយកលុយយកកាក់គាត់ហ្នឹងណាពេលដែលរកបានហ្នឹងក៏យកទៅឲ្យម៉ែអូគេអត់មានឲ្យគាត់កាន់ទេហើយរស់នៅជាមួយគ្នា2ទៅ3ឆ្នាំហ្នឹងបងប្អូនគឺអត់មានបានទុកលុយទុកកាក់ឲ្យគាត់ទុកគ្រាន់ចាយវាយណាដល់អញ្ចឹងហើយគាត់ក៏និយាយvớiកូនស្រីថាឥឡូវកូនឯងទ្រាំនៅមួយប្តីខ្លួនឯងទេឬមួយក៏មិនកូនស្រីទៅគាត់ថាម៉ែឲ្យខ្ញុំក៏ពិបាកសម្រេចចិត្តដែរណាមួយក៏អាណិតប្តីគាត់ថាកូនហើយម៉ែមិនចង់បាយបាក់កូនទេប៉ុន្តែកូនឯងបើម៉ែប្រៀបមើលទៅកូនឯងអត់មានដើរទៅមុខទេនៅតែប៉ុណ្្នឹងនៅតែដើរចង់ថយក្រោយហ្នឹងឥឡូវកូនឯងធ្វើតាមម៉ែមើលកូនឯងនេះទៅហីហ៎បាទមិនពីរដាច់ហ្មងទៅហីបាទពេលហ្នឹងក៏កូនស្រីថាលើកចាំមើលសួរប្តីសិនណាសួរប្តីសិនល្ងាចឡើងគាត់ទៅចាំស្ដាប់កូនស្រីរបស់គាត់ជាមួយប្តីហ្នឹងគាត់ថាបងឥឡូវនេះក្នុងខែនេះបងឯងឲ្យលុយខ្ញុំមកណាខ្ញុំអត់មានលុយចាយទេណាគាត់ថាលុយគាត់ផ្ញើឲ្យម៉ែទាំងអស់ត្រូវការលុយចាំគាត់ទៅយកលុយពីម៉ែគាត់មកវិញដល់ទៅពេលល្ងាចឡើងគាត់ក៏ទៅជាមួយប្តីហ្នឹងទៅកូនស្រីគាត់ហ្នឹងណាទៅជាមួយប្តីគាត់ស្រាប់តែមកវិញគឺមកទៅកូនស្រីគាត់បានមកវិញថាម៉ែអើយប្តីខ្ញុំឲ្យលុយទៅម៉ែក្មេកឥឡូវម៉ែក្មេកគ្មានលុយសុំបីតែ100ឲ្យវិញក៏អត់នេះ
អញ្ចឹងហើយគិតមិនកូនស្រីគាត់ក៏ដូចគាត់ដែរគាត់ថាដូចគាត់ពីកំមុំកូនគាត់ហ្នឹងកាត់មិនចេះកាត់តាណាទេកាត់រត់តែក្បាលម៉ែវាហ្នឹងក៏បាននិយាយថាឥឡូវបើសិនជាអត់បានលុយមកទេឡាយលះគ្នាទៅដោយសារតែគាត់មិនបានចុះអ៊ីតាស៊ីវិលនេះណាគាត់មិនបានរៀបចំអំពីវិពាហើយទទួលស្គាល់អំពីខាងចៅសង្កាត់ទេណាគាត់ក៏រៀបចំសំគុំនោះទៅផ្ទះគាត់ទៅដឹងលឺពីចាស់ទុំនឹងចង់ដាច់គ្នាក៏ដាច់ទៅមានណាថាអីណាគ្មាននយោច្បាប់អីយកមកធ្វើការទេពេលហ្នឹងបងអូនស្រីក៏បានប្រាប់ថាខ្ញុំឈប់ហ្មងទៅខ្ញុំឈប់អត់យកគាត់ទេឡាញលះគ្នាទៅខាងប្រុសហ្នឹងគ្រាន់តែលឺឡាញលះទៅមកអង្វរគាត់មកអង្វរកូនស្រីគាត់ថាកុំឡាញលះអីថ្ងៃក្រោយគាត់ទុកលុយទុកកាក់ឲ្យគាត់ថាអត់ទេ3ឆ្នាំហើយមួយយ៉ាងទៀត3ឆ្នាំនេះឯងមិនដែលធ្វើឲ្យខ្ញុំមានកូនទេខ្ញុំអត់មានកូនទេអញ្ចឹងខ្ញុំអត់ត្រូវការជួយអ្នកឯងទេអ្នកឯងត្រឡប់ទៅផ្ទះទៅអញ្ចឹងហើយក៏គាត់នេះបាទប្តីក៏ទៅផ្ទះវិញទៅគាត់ក៏នៅជាមួយកូនស្រីរបស់គាត់នៅក្បែរផ្ទះរបស់គាត់គេមានប្តីមានប្រពន្ធមានប្តីប្រពន្ធណាគេមកគូមកនឹមគេថាហើយឯងកាលណាទេបានយកប្តីឲ្យកូនឯងមើលទៅដូចមិនសូវធាសោះណាកូនឯងមើលទៅអាហើយ 1A 2A ណាហើយមនុស្សប្រុសក្នុងភូមិហ្នឹងពេលតែដឹងថាកូនស្រីគាត់ជាមនុស្សអាហើយក៏ដឹងថាកូនស្រីរបស់គាត់ហ្នឹងគឺមេម៉ាយមួយហ្នឹងតាម៉ៃបងប្អូនអើយបាទសុំលេខទូរស័ព្ទសុំលេខទំនាក់ទំនងបាទសុំ Facebook បាទសុំអីចឹងណាសុំផ្សេងចឹងទៅដើម្បីឲ្យកូនស្រីរបស់គាត់ហ្នឹងណាគឺតាក់ទងទៅខាងគេហើយគេស្រឡាញ់ហើយគាត់ថាកូនស្រីរបស់គាត់សាច់ណាគាត់ថាទោះជាក្រមែនប៉ុន្តែកូនស្រីរបស់គាត់សាច់ឡើងស្អាតហ្មងស្អាតឡើងក៏ក្លើតណាបងប្អូនឡើងស្អាតមែនទេណាដល់ទៅពេលអញ្ចឹងទៅក៏ខាងបងស្រីហ្នឹងគាត់ហ្នឹងក៏បានឲ្យកូនស្រីគាត់ទៅធ្វើការងាររោងចក្រពេលហ្នឹងក៏ខាងប្អូនស្រីហ្នឹងក៏ធ្វើការងាររោងចក្រនៅទីក្រុងភ្នំពេញហ្នឹងណាឡើងធ្វើការងារអស់រយៈពេលជាច្រើនខែដល់ពេលច្រើនខែហ្នឹងគាត់ហ្នឹងក៏បានរាប់អានជាមួយនឹងតាម្នាក់តានៅស្រុកភូមិហ្នឹងណាតាហ្នឹងចាស់ព្រឹទ្ធាចារ្យអាចារ្យវត្តនៅវត្តហ្នឹងទៀតតាហ្នឹងឲ្យតែមកវិវត្តវិញក៏តែងតែមានបង្អែមឲ្យគាត់ហើយមួយយ៉ាងទៀតយាយបងអ៊ំស្រីហ្នឹងគាត់គិតថាតាប្រហែលជាចង់តាក់ទងគាត់ហើយគាត់ម៉ាយប្រូយូរដែរអញ្ចឹងណាព្រោះតាក៏ស៊ូលហៀងពីគាត់រហូតគាត់ថាអ្នកឯងម៉ាយយូរមាននឹកងារភ្លេចក្បាច់គុណអស់ហ៎និយាយតានេះមិនអញ្ចឹងបានរោតាមរឿងក្បាច់គុណរឿងអីចឹងហើយពេលហ្នឹងគាត់ថាតាឯងកុំនិយាយនាំនេះបែកបាក់ទៅណាមានចង់បានប្តីបានអីទៀតទេហើយបើថាចង់បានប្តីបានអីទៀតប្រាប់មកគាត់មកណាចាំគាត់រកគិតគូលោកលុយឲ្យគាត់ថាគាត់ដូចមិនតាន់ចង់បានប្តីចង់បានអីទេពេលហ្នឹងណាគាត់ចង់បានប្តីបានអីគាត់ថាស្មានតែអ្នកចង់បានហ្នឹងទៅគាត់ចាស់កូនអ្នកតាណាហើយណាគេសួរណាគាត់ថាអូទៅធ្វើការអំពេញហើយកូនអ្នកល្អល្អះណាស់ហើយមិនបានជាដាច់ដោយគ្នាចឹងទៅវិញហើយពេលហ្នឹងថាមកវានឹងវាអត់កូនការ3ឆ្នាំហើយលោកឯងគិតមើល3ឆ្នាំហើយនៅជាមួយគ្នា3ឆ្នាំវាមិនដឹងនៅជាមួយគ្នាឬក៏មិននៅជាមួយគ្នាអត់មានកូនសុំបីតែមួយគ្រាប់ដោយលបងឃើញស្រាប់ថាអត់មានកូនទេថាចាអាមួយនោះវាអន់ក៏អន់មិនអាមើលទៅមីញីក៏ឈ្មោះមីញីក៏ឈ្មោះបានវាអន់នេះអន់មិនយីអានេះការពីជំនាន់ចាស់ណាអានេះដាក់ក្នុងទ្រុងជ្រូកដាក់កកដំពងគាត់និយាយរឿងលេងសើចដែរណាលោកតាឌីបាទឈ្មោះគាត់តាឌីហើយពេលហ្នឹងក៏គាត់ហ្នឹងក៏សើចយ៉ាងហ្នឹងគាត់ថារឿងងាយហ្នឹងម្អូនខ្ញុំគេមកលេងណាម្អូនខ្ញុំមកលេងហ្នឹងអញ្ចឹងតាប្រហែលជាបានជួបម្អូនហើយស្រាប់តែពេលល្ងាចឡើងឡានហុយជុកបងប្អូនអើយឡានមកដល់ផ្ទះវិញឃើញកូនគាត់ចុះមកហ្នឹងគឺវលាក់អាវវលាក់អីអស់ហើយដោយសារតែដីភូមិវាហុយពេលហ្នឹងក៏បានចូលគូទឹកហើយចេញមកគាត់ឃើញធម្មតាទេមិនឃើញតានឹងយីស្អាតមែនដូចទេវតាចូលពីឋានសួគ៌ណាសយខ្សម៉េះសឡើងខ្សស្វាចចឹងទៅទេតានឹងវិញទៅសារតកូនគាត់ចឹងហ្នឹងគេទៅសារទៅបើខ្វាស្អាតមែនយើងទៅសារវាចឹងទៅណាគាត់ទៅសារហើយដល់ពេលអញ្ចឹងទៅក៏តាគាត់ទៅផ្ទះយប់ហើយភ្នែកគាត់ងឹតមើលអីមិនឃើញទេតែយប់ហ្នឹងគាត់ដើររៀមលពើមគាត់ថារៀមលពើមរៀមមិនដឹងអីទេបាទសូមរៀមរាវមកហ្នឹងប៉ះស្អីគាត់មិនដឹងដែរគាត់ចាស់ហើយយប់ឡើងឲ្យតែប្រលត់ភ្លើងអាងឹតតិចគាត់មិនមែនស្វាំងអីទេបងប្អូនមិនមែនខ្វាក់អន្ទង់ខ្វាក់អីទេណាគឺគាត់ហ្នឹងគឺភ្នែកគាត់ចាស់បាទអាយុចិត្តជាងហើយបងប្អូនមិនចាស់មិនដល់ហើយគាត់បានលាទៅវិញទៅនៅពេលកូនស្រីសួរគាត់ថាម៉ែតានឹងមកធ្វើអីគេតាក៏មកនិយាយលេងហ្នឹងក៏សួរកូនឯងស្រីកូនឯងចឹងដែរហើយកូនឯង
ងូតទឹកងូតអីហើយតោះទៅទៅផ្សារទៅហូបអីនៅផ្សារហ្មងទៅជិលដាំបាយដាំអីណាហើយពេលហ្នឹងក៏គាត់ស្លៀកសម្លៀកបំពាក់ហ្នឹងក៏ទៅផ្សារចឹងហើយបាទទៅហូបរកអីហើយអស់ហ្នឹងក៏បានទិញបង្អែមយកមកផ្ញើតាវិញដោយសារមករយៈដល់ពេលកូនគាត់មិននៅហ្នឹងតាទៅវត្តហ្នឹងក៏តែទៅយកបង្អាប់មាននំចាក់នំគោមនំកោនំថ្នោតក៏តែទៅមកផ្ញើឲ្យគាត់ដល់ពេលគាត់ទៅផ្សារហើយមកវិញក៏ទិញបាទបាញ់ជំនឿផ្ញើឲ្យតាបាញ់ជំនឿដល់ទៅពេលហើយជីមកក៏ចូលផ្ទះតាបន្តិចទៅទោះតាឌីនៅផ្ទះហេនៅអញ្ចឹងក៏បានឲ្យអានំបាញ់ជំនឿឲ្យតាហើយដល់ពេលហើយអញ្ចឹងតាក៏បានគាត់ហូបទៅអាបាញ់ជំនឿហ្នឹងវាធ្វើអត់ធំប្រហែលទេវាត្រឹម2ម៉ាត់អីបានទេណាប៉ុន្តែតាហ្នឹងគាត់នឹកឃើញអានំទូចហ្នឹងនឹកឃើញប្រហែលប៉ិនមេជើងហ្នឹងនឹកឃើញថាអូប្រហែលជាលេបទាំងមូលបានដាក់ម៉ាំងតានៅជាប់ធំហ្នឹងឆ្លក់រងងាប់ផងតែបានគាត់ទៅវាយក្រោយពីក្រោយខ្នងគក់មកតំហឹងមកបឿមកបានចេញមកភ្លឹងទៅចេះណាបានធ្វើបនតានឹងបាត់អាចចិត្តល្អហើយងាប់តាណាហ្នឹងពេលហ្នឹងតាហ្នឹងក៏គាត់រស់រៀនហើយណាឥឡូវគាត់ដឹងគុណទៅដល់ក្រុមគ្រួសារហ្នឹងដែលបានជួយសង្គ្រោះអាយុជីវិតរបស់គាត់ពេលហ្នឹងក៏គាត់មកផ្ទះទៅស្អែកឡើងព្រលឹមឡើងឃើញតាហ្នឹងធាក់កង់មកលេងផ្ទះគាត់ហើយផ្ទះតាគាត់មានដីស្រែដីភូមិបាទគាត់មានលុយច្រើនណាផ្ទះគាត់ក៏ផ្ទះថ្មដែរបាទផ្ទះវិឡាកូនកាត់ណាគាត់ធ្វើយ៉ាងទៅនៅតែម្នាក់គាត់ទេយាយគាត់ស្លាប់យូរហើយគាត់មកសមម្នាក់ឯងទៅគាត់ដើរទៅវត្តទៅវាចំខែមន់សនដោឲ្យតិចតួចអញ្ចឹងណាដល់ពេលគាត់បាទព្រលឹមឡើងគាត់ងើបមករលុបមុខឃើញតានឹងអង្គុយឈ្ងោនៅមុខផ្ទះគាត់មានលបងឯណាផ្ទះគាត់មានលបងប៉ុន្តែអាច្រកទ្វារចូលហ្នឹងគឺអត់បានដាក់លបងទេអញ្ចឹងហាតាឌីឯងមកពីកាលគាត់មកតាំងពីយូរហើយណាហើយមកវាកាអីគាត់ថាចង់មូលទៅផ្សារទៅហូបអីបន្តិចណាដល់ទៅពេលអញ្ចឹងទៅថាមិនបាច់ទេតាមិនបាច់ទេហើយពេលហ្នឹងគាត់ថាអីទេអរគុណដែលបានជួយគាត់អញ្ចឹងទៅប៉ុន្តែឲ្យទៅពេលតាហ្នឹងគាត់មកគាត់ថាសម្លឹងមើលតកូនគាត់ហ្នឹងសម្លឹងមើលតកូនគាត់សម្លឹងមើលចុះឡើងទៅដល់ទៅពេលអញ្ចឹងហើយក៏ទៅហូបអីនំផ្សារមួយគាត់ហ្នឹងទៅដល់គាត់ចេញឲ្យទាំងអស់បងប្អូនគាត់ចេញទាំងបាយទាំងទឹកទាំងអីទាំងអស់លីងហ្មងដល់ពេលគាត់ឃើញតានឹងហូតចេញពីកាបូបលុយសុទ្ធតែ$10សុទ្ធតែ$10គាត់ថាអាលុយទូជាងគេហ្នឹង10ហើយបាទលុយធំតាណាមិនដឹងទេប៉ុន្តែ$វាមាន100ណាគាត់ថាឃើញតានឹងហូតចេញខ្វាច់ឲ្យទាំងថ្លៃបាទហូបចុកហើយគាត់ថាឥឡូវទៅរត់ទិញអាវខោឲ្យម្នាក់មកកាផ្លេដូច្នេះហើយគាត់ក៏នាំគ្នាម្នេះម្នេះទៅក៏បានទៅទិញអាវម្នាក់មកកាផ្លេទៀតលុយលើគាត់សុទ្ធដល់ពេលគាត់ហូតចេញមកខ្វោកមកណាឃើញមិនថឹកហ្មងក៏ឃើញលុយឃើញក្បាលលុយតាំងដាក់តាមខ្លួនដល់ពេលអញ្ចឹងក៏គាត់និយាយថាអីរបស់ឲ្យដាក់តាមខ្លួនច្រើនម៉េចតិចចោលលួចចោលឆក់ចោលប្លន់កថាំងអាហ្នឹងលុយតិចថាគាត់ដាក់មកតន្តិចទេលុយគាត់នៅផ្ទះទាំងអស់ហ្នឹងហើយម្យ៉ាងទៀតអាលុយនៅផ្ទះហ្នឹងមកជុំអាលុំអាលុយនៅផ្ញើនៅខាងមីក្រូណាមីក្រូរ៉ាញ់វត្ថុខាងធនាគារបានគាត់ផ្ញើច្រើនហើយមួយឆ្នាំទល់មួយឆ្នាំគាត់មិនដឹងយកលុយតាណាទេធ្វើស្រែធ្វើស្រូវបានគាត់យកលុយយកកាក់ហ្នឹងយកទៅផ្ញើអញ្ចឹងដាក់ស៊ីចុងតិចតួចមួយខែបានត្រឹម6-700ទៅគ្រាន់ចាយវាយទេបាទបងប្អូនមួយខែ6-700លុយមិនតិចទេណាដាក់ចូលហ្នឹងណាដោយអត្រាការប្រាក់បាទនិយាយរឿងការប្រាក់ហើយពេលហ្នឹងគាត់ឃើញគាត់ទំនងដែរដល់ទៅពេលហើយថ្ងៃតិចមកដល់ផ្ទះហ្នឹងក៏កូនស្រីគាត់ត្រូវឡើងទៅពេញវិញបាទពេលថ្ងៃច័ន្ទចូលធ្វើការវិញតាហ្នឹងក៏គាត់ឲ្យទៅផ្ទះគាត់ឲ្យជូនទៅផ្ទះគាត់ហើយទៅយកអង្គយកត្រីខត្រីងៀតយើងឡើងមកពេញវិញហើយតាហ្នឹងឲ្យលុយមួយចំនួនមកឲ្យគាត់ទៀតកូនស្រីគាត់ហ្នឹងមកដល់ផ្ទះកូនស្រីគាត់អ្នកប្រាប់តាគាត់ថាតាចិត្តល្អមួយគាត់ណាអញ្ចឹងហើយក៏បានឡើងទៅបាទធ្វើការវិញពេលហ្នឹងដល់ទៅពេលទៅធ្វើការហ្នឹងបងប្អូនណាធ្វើការបានរយៈពេលជាងបាទ3ខែហ្នឹងខាងរោងចក្ររបស់កូនស្រីគាត់ហ្នឹងគឺជំរុះបុគ្គលិកចេញខ្លះដោយសារតែវាច្រើនពេកកណាត់វាមិនបតន់កណាត់គេមិនសូវកំបងក៏គេជំរុះខាងបដែតណាគេជំរុះចេញវិញពេលហ្នឹងកូនស្រីរបស់គាត់ក៏បានត្រឡប់មកស្រុកវិញអត់បានឡើងធ្វើការងារទេនៅសម្រាប់មួយខែ2ខែសិនទៅមួយខែ2ខែហ្នឹងហើយតាឌីដើរបន្តិចមកដល់ផ្ទះគាត់ពេលហ្នឹងគាត់ក៏និយាយលេងមួយកូនស្រីគាត់ដល់ពេលតាឌីហ្នឹងដើរចេញគេថាកូនណាក៏ស្រីម៉ែគាត់ថាចង់ឲ្យកូនឯងមានប្តីទៀតកូនខ្ញុំមិនទាន់ចង់បានប្តីទេម៉ែហើយបើទោះឲ្យម៉ែយកក៏ខ្ញុំមិនយកដែរគាត់ថាប្តីក្មេងគេមិនយកទេគាត់ថាគាត់ឃើញសម្លឹងឃើញប្រុសមួយប៉ុន្តែ
ម៉ែពេញចិត្តណាហើយលុយកាក់គាត់ច្រើនណាកូនបើបានការហើយណាបើបានការណាកូនឯងដឹងតែដេកចាយវាហ្មងលុយគាត់ណាគេពេលហ្នឹងក៏គាត់និយាយតឌីគាត់ថាម៉ែអើយម៉ែឯងឲ្យកូនការជាមួយចាស់អញ្ចឹងចាស់ចំណាស់នាងធ្វើអីកើតតែបន្តិចងាប់បាត់ហើយគាត់ថាកូនហើយកូនគាត់ឯងក៏មើងងាយចាស់ណាចាស់អញ្ចឹងទេប៉ុន្តែចាស់ហ្នឹងខ្លាំងណាស់ហើយម្យ៉ាងទៀតចាស់ហ្នឹងមើលគាត់ឯងឃើញការទិញអាវខោទិញសម្លៀកបំពាក់ឃើញលុយពេញដៃដល់តែពេលអញ្ចឹងនិយាយមកកូនស្រីគាត់ថាអត់អីទេស្រេចទុកលើម៉ែទៅម៉ែឲ្យអ្នកណាក៏ខ្ញុំឲ្យទៅណាព្រោះអីឥឡូវក៏យើងខ្វះខាតដែរពេលហ្នឹងគាត់សាកទៅនិយាយជាមួយតាងលេងគាត់ធ្វើមេបាធ្វើអ្នកផ្លូវអញ្ចឹងណាទៅនិយាយមួយតាងលេងតែនិយាយមកថាអ្នកអើយហើយបងធ្វើអីហើយខ្ញុំមកនេះមានរឿងមួយចង់និយាយមួយអ្នកតិចណាមានរឿងអីនិយាយមកអ្នកអើយកូនស្រីរបស់ខ្ញុំមកភូមិអ្នកណាមួយក៏គេថាដែរណាហើយបើមកទៅតល់ទេខ្ញុំចង់មានរឿងមួយចង់និយាយមួយអ្នកខ្ញុំចង់ឲ្យប្តីខ្ញុំចង់ឲ្យកូនខ្ញុំចូលប្តីមួយទៀតហើយថាចាំមានអីអ្នកយកក៏យកទៅណាបើណាស្ដាយតែសាច់ស្ដាយតែកម្ពស់នេះទេស្អាតចឹងមិនគូណាអត់កូនចឹងណាហើយពេលហ្នឹងក៏គាត់និយាយប្រាប់ទៅដល់តាហ្នឹងគាត់ថាគាត់និយាយទី1អត់ទុកចិត្តខ្លួនឯងថាតាហ្នឹងព្រមយកកូនគាត់ទេហើយទី2ខ្លាចតែកូនគាត់ហ្នឹងថ្ងៃការហ្នឹងគឺរត់ចោលតាហ្នឹងដែរអញ្ចឹងហើយគាត់និយាយថាលបងអើយបើសិនជាអាចណាខ្ញុំចង់ឲ្យកូនខ្ញុំមកបំរើមកទឹកក្តៅទៅតិចដូចឃើញលបងនៅផ្ទះម្នាក់ឯងអញ្ចឹងណាខ្លាចឈឺយប់ប្រលប់ណាបានអត់ពេលហ្នឹងគាត់ថាគាត់បើបានអញ្ចឹងក៏ល្អដែរឲ្យកូនរបស់ខាងនេះឯងមកណាមកធ្វើការងារផ្ទះខ្ញុំមកដាំបាយស្លស្លុកបោកអាវគក់អីហ្នឹងណាមកធ្វើមកចាំខ្ញុំឲ្យប្រាក់ខែក៏មិនក្រោមរោងចក្រដែរគាត់និយាយអញ្ចឹងនៅពេលហ្នឹងក៏គាត់បានថាអូខេហើយគាត់ហ្នឹងក៏បានទៅដល់ផ្ទះវិញថាកូនឯងទៅធ្វើការងារតាទៅធ្វើការងារផ្ទះតាហ្នឹងទៅហើយពេលហ្នឹងកូនគាត់ថាម៉ែឲ្យខ្ញុំការមិនមែនតែអត់ទេប៉ុន្តែទៅធ្វើការងារផ្ទះតាហ្នឹងទៅតាគាត់ឲ្យប្រាក់ខែកូនឯងមិនក្រោមការងាររោងចក្រទេកូនឯងទៅធ្វើទៅកូនណាទៅធ្វើទៅហើយពេលហ្នឹងកូនស្រីរបស់គាត់ទៅធ្វើមែនបងប្អូនក៏បានទៅធ្វើផ្ទះទៅធ្វើការងារនៅផ្ទះរបស់តាហ្នឹងហើយតែពេលទៅអញ្ចឹងតានេះគាត់ទៅសារតលេងហើយតាងឲ្យតលេងអញ្ចឹងទៅមួយថ្ងៃអញ្ចឹងសួរខ្លះណាក៏ទៅ2នាក់ក៏មានដែរក៏ទៅ2នាក់កូនគាត់អញ្ចឹងទៅយូរទៅកូនគាត់រត់តែស្និទ្ធជាងតាហ្នឹងបងប្អូនលេងចាក់ស្និទ្ធលេងចាក់ចកេះតាហ្នឹងលោតអោកតាហ្នឹងដល់យូរទៅកូនស្រីរបស់គាត់មកប្រាប់គាត់វិញចេះគាត់ថាម៉ែខ្ញុំស្រឡាញ់លោកតាហ្នឹងហើយថាអីកូនឯងទៅស្រឡាញ់តាមិនហើយតាមិនដែរតាក៏ថាគាត់ស្រឡាញ់ខ្ញុំដែរម៉ែហ្នឹងគឺគំនិតម៉ែនេះចង់ឲ្យកូនឯងការជាមួយតាហ្នឹងហើយឥឡូវកូនឯងលេងឆាប់បានហ្មងហើយមើលអ្នកណាគេសារភាពមុនពេលហ្នឹងថាតាគាត់សារភាពប្រាប់ខ្ញុំមុនហើយតាហ្នឹងគាត់សារភាពប្រាប់ចឹងណាគាត់ចង់បានមនុស្សម្នាក់ដែលមើលថែទាំនៅពេលដែលគាត់ចាស់ជរាចឹងទៅហើយដល់ពេលនៅជាមួយគាត់ហ្នឹងគាត់លុយកាក់ហ្នឹងគឺឲ្យកាន់ចឹងទៅណាដល់ទៅពេលចឹងទៅបានឃើញកូនគាត់មួយថ្ងៃបងប្អូនអើយកាន់លុយឡើងពេញដៃបាទក្នុងមួយថ្ងៃគាត់ថាមួយខែក៏រកបានត្រឹមតែ 10,000 អញ្ចឹងណាដល់តែពេលកូនគាត់ចាយមកខ្វាប់មក 10,000 20,000 ហើយលុយតាហ្នឹងមកនៅពេលដែលអញ្ចឹងហើយគាត់ក៏បានទៅសួរតាហ្នឹងសួរតាតែឯងស្រឡាញ់កូនខ្ញុំមែនស្រឡាញ់អញ្ចឹងទៅដល់ពេលសួរកូនស្រឡាញ់អញ្ចឹងទៅដល់ពេលហើយគាត់អត់ចង់ហ៊ានប្រាប់គេទេបងប្អូនខ្លាចគេនិយាយដើមអញ្ចឹងទៅថាយកកូនស្រីលក់ឲ្យតាអញ្ចឹងទៅគាត់អត់ហ៊ាននិយាយទេដល់ពេលតានទៅប្រាប់គេតាទៅប្រាប់ចាស់ទុំបងប្អូនសាច់ញាតិទាំងអស់ហ្នឹងណាប្រាប់តែគាត់ស្រឡាញ់ក្មេងម្នាក់ហ្នឹងចង់យកក្មេងម្នាក់មកថែរក្សាអញ្ចឹងទៅគ្រាន់តែថាគាត់ការដើម្បីបំពេញមុខបំពេញមាត់កុំឲ្យគេរស់កុំឲ្យគេថារស់ក្រោមដំបូលផ្ទះតែមួយអញ្ចឹងទៅនៅពេលហ្នឹងកូនស្រីរបស់គាត់ណាហើយគាត់ក៏និយាយគ្នាថាកូនឯងតាហ្នឹងបានប្រហែលណាយ៉ាងច្រើនណាស់តែមួយឆ្នាំទៀតតាហ្នឹងងាប់បាត់ទៅហើយតែមិនអីទេកូនតានឹងងាប់កូនឯងបានទ្របទេណាវណ្ណការហ្នឹងកូនឯងឲ្យតាសេកម្មសិទ្ធិឲ្យផងពេលហ្នឹងក៏កូនស្រីគាត់សើយ៉ាងទៅថាមិនអីទេម៉ែអើយតាដូចវាគ្រាន់បើអីដែរណាគាត់មិនដូចជាហេហក់ហហេជីទេមានស្អីបងប្អូនចាំបីដល់ការមិនដឹងនៅពេលដែលបានកំណត់ថ្ងៃការហើយកូនចៅរបស់តានគេយល់ព្រមដែរហើយបន្ទាប់នឹងមកក៏ដល់ថ្ងៃចូលរោងការអ្នកកំដរខាងកូនស្រីនិយាយពីថាសាច់សខ្ចីញញអាយុស20ឆ្នាំ25បាទគ្នា3នាក់ឡងសឡងក្បោះតើមើកលេខតើមើបាទអ្នកកំដរខាងកូនកំឡោះវិញអាយុសិតតែ60ឡើងលើហើយអាវពាក់ឡើងត្រូវហើយអាវគាត់ធាត់ដុកបាពុទ្ធហុចហើយពាក់អាវគេចំហលេវអាវណាបងប្អូនអត់មានកັບលេអាវបានទេចំហលេវអាវដើម្បីឲ្យពាក់ឲ្យត្រូវហើយដល់ពេលហើយក៏
ngày cam thì ca nó bong bố nó có tha bong sấy có tha sấy có tha na có kê đi đây na cái sao ấy đây cái ta nó kinh vậy lên sao chứ thà ta nó tao mán đấy mán tức đấy à tích ngọt ấy tích ngọt mà ta nó thể hiện khóm ngọt ở thể hiện prang prai tí ở thể hiện vớt khó khú đọc về ca rụi rò hai bằng bộ này ca rụi rò hai con mình vô vào bốn xong này tẹt con ngay thì muối á ngay thì muối ta là thôi ấy ngay thì pi ngay thì bay con sấy con prap còn là hôn đọc về thấy ơi mai có chui thà thường mấy ở bàn ta nâu chỉ mùi khluôn từ đó ta nâu mùi khluôn từ con nó từ bàn bà lôi cả những từ hay mà giang tiết đăng là ta nó là ọt côn này ta mà anh miền côn man đi mai có nó khơi nó dọc sai giới nó miền ấy cường tấu mình là plia sạch cô đó miền plia cô bà hơi cho mùi năng cổ lặng phun bà hơi năng lọc lạ sạch cô dân tấu chẳng á bà cái lấy mà chết mà chôn dân tấu rồi sa ta nó còn bà đá lên oyster thấy sầm môn dân tấu đã tấu ta nó đối miền cầm lặng đọc pe hơi dục lại bằng bộ nói còn bầu bài châu mà tịch đọc pe chập đờm như thế ngàn để chiri bị sao để chiri đó đọc pe rồng đô man mà tịch côn quạt này làm slot cái thà côn quạt làm slot mong hay côn quạt xí ba xí tức tì côn quạt chanh bài chanh ngay chanh cho rồi đọc pe tán hô bài bản hô bài dân tàu bà đã pin mọt họ đang còn tao đại hô bàn pin mọt này đập pe cho nó còn hộp bài pin mót đậm một pin chặt món nè hộp bài ban ấy ban cho tới đợt tập pe quạt bánh côn sấy quạt bánh cứ ngắt chia mong ở sau đập pe có số côn ai mấy con ai chưa con ai số luôn ấy ban con ai nâng một support mấy tham mai ơi dục bạn đầy tê hay mấy chân côn đây còn ai chưa men rư môi có mấy thọ tê mai đây trong lọc cho mình ơi bạn đây tê anh chân hay gì miệng chư tê tam bất đây ba con nó cứ bà con lang cây chụp bay là hôn hãy cha con mới sau đây na con ba mà giúp ấy đây tập pi máu cho ai bát đấy anh chân mà giúp bằng bay máu con lang cây chụp bay bà bằng mùi máu đừng chụp bay ấy bằng vốn á đợt tập pe hai dân tới bằng vốn hai đợt pe còn đạp chứ còn sai con dậy con ở chân thằng cô nói cầm khom khlang pe giống tiếp đây còn ai ngọp miền á ca ở thì dạ pe chuyện bay khai bà to bị ca hơi đây là ba con giấy con lang sai chứ lang sai lang chiêm hay lang cặp po tiết mục lang cặp plong à dụ chất sắp trăm chiếng á bằng phố đấy lang bộ lang cặp plong đi ai con giấy bà con nó scom tư còn tha cho ai lại lẹt nè bây giờ ta chắc ngay ca chỉ môi ta nó cứ ca nó miền sai nó ca nó thơm rồi chiên tóc có tha cô ơi bà con ai tròn rồi tới con ai like con ai đây còn ai tư con mình số luôn con ban tập pet xua púp tha bắt màu man thấy cái tha bắt pi ấy cái tha ô côn bạt hơi miền côn miền ấy hơi hay pro nó phong còn tận nó chùi pin ấy phong miền ấy mình nói đây tận nó rất tầm pâu thay mà sách cô phlia tới còn đây con rất tập pư tư pi mà khai rồi hốt to tại ban bà pram khai cả đăng thạc không pu nắng cứ ban cồn pro dễ bị nắng ôi cồn con cả cái bọc khóc đi ai ta nó có đây bom ôn ôi hay phần đây tàn còn ca mùi cồn sấy cót đó có tinh nhá tinh mi hay cót á tinh xài co tinh của vân mà tinh xài đai tinh ở mai khmê chứ nè ta đúng á hơi đập pe cồn sấy bọc cót can đôi pin đai đọc pe coi làm một tiết máu miền xây bong ôn cồn sấy con man ta á men ai ná pa hà môi nó vì á pa ta nó miền ai ná ba cồn priết bong ôn sắp ngày nó ta nó hay cồn con nó ban cồn pi nè hơi ná ba ban cồn pi nè hơi môi mình toàn chết đá môi chứ nó không pu nè có thá nè nó không pu nè ta này chất supply chiêng ấy bong ôn ơi còn nó cầm lang cầm hai cái đó xì chọc bọc tập pi bán miền ấy ở lâu nó cứ mà chẳng từ hay tập bông lái có man ta tha rồi ta nó tập bay ta tần tính ta nó ngua hết đấy là si drop sầm bát hơi miền ấy là ta nó lên chop mùi cồn quạt sấy quạt bàn bà ở lâu cồn nó không pu mùi tiết đó phần tay mà ấy tê là sao ta quạt nó cứ là phải chỉ cù prey mà quạt hay quạt sầm nàng đây cái tha cồn quạt á nè tay miền a nè pe để ban vào đây ở nông máu cứ ban ta nông máu và hai chiếc tranh ba làm bay ta nông đăng thế vậy ban miền cồn chẳng á nè
ហ្នឹងហើយបងប្អូនសពថ្ងៃនេះគឺគាត់រស់នៅជាមួយគ្នាសុខដុមរមនានិងសុខកំណើតទេណារឿងហ្នឹងខ្ញុំនិយាយគៀកទេខ្ញុំអត់និយាយហាយហូរទេនិយាយយកចំណុចសំខាន់ទេណាបងប្អូនហ្នឹងហើយអញ្ចឹងរឿងហ្នឹងគឺសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណច្រើនមែនតើមានបងណាដែរបាទឡើងទៅមានបងប្អូនចង់សាកចង់អីចឹងមួយតាក៏ឃើញតាចាស់ជារាជាធិណាដើរចំកោងខ្នងទិញ8 9 10អីហ្នឹង Vivo អរគុណបាទអរគុណចាំរឿងក្រោយទៀតបាទនិយាយរឿងបាទក៏ផ្លែង